ការពីព្រេងនាយមេភូមិពីរបានប្រកួតប្រជែងគ្នាដើម្បីសម្រេចថាតើអ្នកណាជាអ្នកសម្រៀបការបុរសបានចាប់ផ្ដើមធ្វើការយ៉ាងលំបាកយ៉ាងយប់ដោយព្យាយាមកសាងភ្នំរបស់ពួកគេចំណែកឯស្ត្រីវិញពួកគេបានប្រមូលផ្ដុំគ្នាដើម្បីពិភាក្សានិងស្វែងរកដំណោះស្រាយដ៏ឆ្លាតវៃយាយម្នាក់មានគំនិតដ៏ប៉ិនប្រសប់មួយដែលអាចនឹងផ្លាស់ប្ដូរការប្រកួតប្រជែងនេះបានស្ត្រីបានចាប់ផ្ដើមការងាររបស់ពួកគេដោយល្បិចកលមិនមែនជីកដីទេតែបំភ្លឺភ្លើងឲ្យដូចជាថ្ងៃរះបុរសធ្វើការយ៉ាងលំបាកនិងហត់នឿយខ្លាំងណាស់ហើយងើបមើលទៅលើមេឃដោយឃើញពន្លឺចម្លែកសត្វមាន់ជលមួយក្បាលក៏បានចាប់ផ្ដើមរងាវដោយគិតថាថ្ងៃរះហើយបុរសបានបោះបង់ចោលការងារដោយគិតថាពួកគេបានចាញ់ការប្រកួតទៅហើយស្ត្រីក៏បានទទួលជ័យជំនះដោយល្បិចកលនោះហើយភ្នំរបស់ពួកគេក៏បានបញ្ចប់ដូច្នេះហើយបានជាមានភ្នំស្រីនិងភ្នំប្រុសដែលជារឿងនិទាននៃភាពឆ្លាតវៃនិងការប្រកួតប្រជែង